មកថាប្រឡំលោកខ្ញុំជាអ្នកណាខ្ញុំពិតជាមានសេចក្តីសោមនស្សជាពន់ពេកដែលមានឱកាសអាចចែករំលែករាល់គំនិតនិងអ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់បំផុតក្នុងចិត្តនិងក្នុងបេះដូងរបស់ខ្ញុំផ្ទាល់ដល់មនុស្សគ្រប់គ្នាតាមរយៈរាល់ពាក្យពេចន៍ក៏ដូចគ្រប់យ៉ាងក្នុងសៀវភៅមួយនេះត្រឹមជាសិស្សម្នាក់ដែលធ្លាប់បានត្រឹមអាននិងសិក្សារៀនសូត្រគ្រប់ស្នាដៃដែលក្រសួងអប់រំរបស់កម្ពុជាបានបញ្ចូលក្នុងកម្មវិធីសិក្សាខ្ញុំមិនដែលគិតឡើយថាខ្ញុំមានថ្ងៃនេះដែលអាចចែករំលែកស្នាដៃនិពន្ធក៏ដូចគំនិតផ្ទាល់តាមបញ្ញាចំណេះដឹងដែលបានយល់ដែលបានរៀនសូត្រកន្លងពីសាលានិងការអានការស្ដាប់ការមើលការយល់នានាតាមរាល់ពាក្យពេចន៍និងគ្រប់យ៉ាងដែលបានតាក់តែងក្នុងសៀវភៅផ្ទាល់នេះដល់មនុស្សជាទីស្រឡាញ់គ្រប់រូបក្នុងប្រទេសកម្ពុជាយើងតាមគំនិតថ្មីគំនិតបានរៀនក៏ដូចច្នៃប្រឌិតផ្ទាល់នេះខ្ញុំពិតជាសប្បាយចិត្តនិងមានមោទនៈជាពន្លឹកដែលបានកើតក៏ដូចជារស់ធំដឹងក្តីលើទឹកដីកម្ពុជាដែលមានប្រាសាទអង្គរដ៏បវរជាព្រលឹងជាបេះដូងជាតិហើយក្នុងនាមជាជនជាតិខ្មែរដែលពោរពេញដោយក្តីស្រឡាញ់និងអាចយល់ដឹងអាចបើកចិត្តស្គាល់ធម៌ប្រសើរជាច្រើនជាមួយមនុស្សប្រសើរជាច្រើនដែលគ្មានការប្រកាន់មិនថាសាសនាសញ្ជាតិពណ៌សម្បុរពូជសាសន៍ក្រុមបកឬក៏ភេទមកពីទីណារហូតកន្លងមកខ្ញុំគ្មានអ្វីក្រៅពីការអរគុណគ្រប់យ៉ាងអរគុណលោកឪពុកអ្នកម្ដាយជាពិសេសអរគុណលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យក៏ដូចបងប្អូនមិត្តភ័ក្តិទាំងអស់សម្រាប់រាល់ទំនាក់ទំនងការចែករំលែកតែងស្គាល់រាប់អានគ្នារួមអាចស្រឡាញ់ជួយដឹងទុក្ខធុរៈមើលថែអាចយល់ពីគ្នាកន្លងរហូតមកសៀវភៅមួយនេះខ្ញុំបានបង្កើតឡើងដោយក្តីស្រឡាញ់គោរពដល់អ្នកគ្រប់គ្នាក៏ជាស្នាមញញឹមដែលខ្ញុំរក្សាទុកក្នុងចិត្តរបស់ខ្ញុំកន្លងខ្ញុំសង្ឃឹមថារាល់ពាក្យពេចន៍ក៏ដូចរាល់សាច់រឿងនិងគំនិតដែលខ្ញុំបានស្រមើស្រមៃច្នៃបញ្ចូលចែករំលែកតាមរយៈសៀវភៅមួយនេះអាចជាប្រយោជន៍ដកជាប់ចិត្តជាការកម្សាន្តអារម្មណ៍ក៏ដូចធ្វើឲ្យបងប្អូនអ្នកអានទាំងអស់បានធូរស្បើយមានពន្លឺក្នុងចិត្តនិងអាចញញឹមដោយមានមង្គលនិងក្តីសង្ឃឹមប្រសើរគ្រប់គ្នាផងចុះមិនថាក្នុងអំឡុងពេលអានក៏ដូចជាពេលបានអានចប់ពីខ្ញុំអឿមចំណាក់